រៀនពីដំបូងអ៊ីបនីតាគ្រូឲ្យអានតែជាអ៊ីមនីតាទាំងអត់មូលហេតុសួរថាមកពីអីស៊ឹបនីតាគ្រូឲ្យយើងអានជាស៊ឹមនីតាមិនដឹងមូលហេតុអីទេឲ្យខ្ញុំបដូរអក្សរចឹងគឺករណីភៀវនឹងឯងចឹងអានេះភៀវហាវាឈ្មោះបច្ចេកទេសរបស់វាណាពេលដែលភៀវប៉ះជាមួយនៀននិងមៀមវាបដូរទៅជាមៀមហើយនឹងជីគិតប៉ះជាមួយនឹងនៀននិងមៀមទៅជានៀនដែលវាអាចបញ្ចេញសម្លេងចេញជាខជីនម៉ាល់ពេលនេះយើងអត់ធ្លាប់លើខជីតម៉ាល់ហាជីម៉ាទេមិនដែលចេញជីតទេមិនអញ្ចឹងហើយលើសូតតែជីនហ្នឹងខជីនម៉ាល់ជីម៉ាខជីនម៉ាល់ជីម៉ាខជីនម៉ារីអូចឹងណាអញ្ចឹងជីគិតនេះបដូរទៅជានៀនមិនជីគិតផងអ្នកគ្រូទាំងអស់គ្នាមានឃើញអត់មិនជីគិតផងហ្នឹងសៀវហ្នឹងចាមកចៃអូសៀវមែនប៉ុន្តែនៅខាងក្រោមវាជាសំឡេងជីគឹតទេហើយសំឡេងជីគឹតមានប្រមាណ7មាន7អក្សរមិនចឹងហីមានសៀវតែឥឡូវខ្ញុំដាក់មកទាំងអស់អ្នកទាំងអស់គ្នាខជីតម៉ាល់ជាជីគឹតទេណាខាងក្រោមទោះបីជារូបរាងជាសៀវក៏ដោយតែជាជីគឹតទេអញ្ចឹងតែជាខជីនម៉ាល់ជីគឹតនេះបដូរទៅជានៀនគប់អក្សរឆនឹងក្រុមឈឺនេះមិនមែនឆទៀតទេណានឹងក្រុមនេះគឺតទេដូច្នេះហើយវាក៏ជាពាក្យដែលចូលទៅក្នុងក្រុមជីគឹតដែរអញ្ចឹងជីគឹតនៅពីក្រោយវានៅពេលនេះមានអក្សរមៀមហើយនឹងអក្សរនៀនអញ្ចឹងវាបដូរទៅជាសំឡេងអក្សរនៀនអានថាគុនម៉ាន់ជូសេអូឲ្យតែផ្កាមកបានហើយគុនម៉ាន់ជូសេអូគុនម៉ាន់ចាមិនគុតទេតាមពិតបើគេឲ្យអានគុតក៏អានអត់ចេញទេបើមកអានណាទាំងអស់គ្នាគុតគាត់បានជូសេអូអញ្ចឹងវាពិបាកអានអញ្ចឹងឯងទើបមានការបំលែងឬការបដូរសំឡេងទៅតាមការបញ្ចេញសំឡេងរបស់យើងតាមដាតរបស់យើងហ្នឹងឯងនៅពេលដែលដាតវាពិបាកបញ្ចេញសំឡេងទាំងអស់គ្នាវានឹងពុតទៅសំឡេងណាមួយដែលស្រួលសម្រាប់ជនជាតិដើមគេកាត់មកពឹកកាត់មកប្រុចហ្មងគឺដាតគេជាជនជាតិដើមគេពុតខ្លួនគេតពេលយើងជាជនជាតិបរទេសយើងវាអត់មានដាតជាជនជាតិដើមទេដូច្នេះហើយគឺយើងត្រូវរៀនជាច្បាប់បែបនេះអញ្ចឹងណាប៉ុន្តែយូរទៅនៅពេលមួយដែលយើងអត់ដឹងច្បាប់នេះក៏ដោយតែបើសិនជាទាំងអស់គ្នានិយាយមួយកូរ៉េយូរទៅសំឡេងយើងទៅដោយឯងហ្មងព្រោះអីយើងលឺអ្វីយើងតែនិយាយទៅតាមហ្នឹងតែបើសិនជាយើងអត់ធ្លាប់លឺយើងប្រកាសជាអានតាមអក្សរហើយអញ្ចឹងណាអញ្ចឹងសំឡេងគឺវាមានលក្ខណៈបែបហ្នឹងអញ្ចឹងជនជាតិដើមគេមកសំឡេងឲ្យស្រាច់អីចាគុនម៉ាន់ខាត់តាក៏អញ្ចឹងដែរខាត់តានៅខាងក្រុមជាជីគឺទេខាន់និនទេណាអូចេជីបេខាន់និនទេស្រាមីអត់តរ៉ាឬក៏ខូយ៉ាគេខាន់និនទេស្រាមីអត់តរ៉ាអញ្ចឹងណាទេខាន់និនទេអត់តាអញ្ចឹងជីគឺរបស់វាខ្លួនឯងហ្នឹងគឺ 100% ហើយគឺទៅជានឿនទាំងអស់គ្នាអត់តាអននិនទេចាជុនតាជុននិនក្រៅពីនឹងមានអីគេទៀតដែលយើងតែងជួបប្រចាំថ្ងៃអ៊ីននិនធូនីអ៊ីននិនសារ៉ាដែលលឺហ៎អ៊ីននិនមែនអត់ទាំងអស់គ្នាចាមែនអ៊ីនិនដូចយើងឯងមែនអានតាមពាក្យអ៊ីនិនទេគឺជីគឺហ្នឹងបដូរទៅជាអក្សរនឿនអស់ហើយបន្តមកទៀតឥឡូវយើងមើលករណីយើងដាច់ចេញពីគ្នាចឹងមកដូចយើងមើលស្រួលយល់តិចហ៎មែនអាសញ្ញានេះវាបាក់មើលជីគឺរួចហើយយើងមើលគីយ៉កម្ដងទាំងអស់គ្នាគីយ៉កដែលនៅព្យាង្គទីបើសិនជាព្យាង្គខាងមុខមានគីយ៉កដូចជាផាក់អ៊ីកឃុកឆាក់កាំងអីចឹងណាអញ្ចឹងអូខេវាមានខ្វាក់អ៊ីងកាំងអូអានេះអ៊ីងកាំងមកតង់ទៀតវាមានគីយ៉កនៅពីមុខឬក៏នៅពីក្រោយដែលវានៅក្បែរនីអ៊ឹននិងនីអ៊ឹមអញ្ចឹងគឺវាបដូរសំឡេងទៅជាអក្សរងហើយពាក្យដែលយើងជួបមុនគេគឺផាក់មូលគាត់រៀនដំបូងទៅសេជាផាក់មូលគាត់ទេប៉ុន្តែដល់ពេលអានគ្រូឲ្យអានផាំងមូលគាត់ប៉ុន្តែក៏មានអ្នកអានផាក់សិនដែរខ្លាចកូនសិស្សឆ្ងល់អញ្ចឹងសុខចិត្តឲ្យអានផាក់ខុសតាំងពីដើមទៅមានណាដល់ពេលបានខុសហើយឲ្យកែមកផាំងវិញកែអត់កើតទេមិនងាយទេដូច្នេះពេលខ្លះដំបូងពាក់ព័ន្ធទៅនឹងការបញ្ចេញសំឡេងគ្រូថាអ្នកទាំងអស់គ្នានេះមានលក្ខណៈពិសេសមួយសូមអ្នកទាំងអស់គ្នាអានពាក្យហ្នឹងចេញជាផាំងសិនទៅហើយដល់កម្រិតនេះគ្រូចាប់ផ្ដើមបញ្យល់ថាអូអក្សរនេះប៉ះជាមួយនឹងអក្សរនេះកូរ៉េបបាយអានណាឥឡូវយើងផ្សាយអានមើលផាក់មូលគាត់វាពិបាកហ្មងអាផាក់ហ្នឹងណាអញ្ចឹងគ្រីយ៉កនេះគឺត្រូវបដូរទៅជាសំឡេងអក្សរងអានថាផាំងមូលគាត់កុំនិយាយរឿងផាក់មូលគាត់និយាយពីឃុកមូលវិញឃុកមូលជូសេអូហ្នឹងហើយឃុកមូលដល់ពេលយើងអានឃុកមូលអត់មានអ្នកណាស្ដាប់បានទេទាំងអស់គ្នាមែនទេមែនគ្រូមែន
men prop ắt so chắc prop từ sớm khủng bul kê đã kê ao vậy xong rồi nè cứ cái xua ngày ban hộp ấy ngày thoáng năng ngày tới dương phép kê thà anh ấy mua ấy chẳng á tập bây giờ hàng không có cái sau cái sao mà tập về cái gì mà hay nhom dưới biết năng hay đây sập nhọt mà đôi chắc nia sau bị vấn tay trên lấy không nè chà khúc bul à khúc bul mà sao mấy ngông chặt nhon nè chặt nhon nè chặt cho chặt nhon nè hắn của cái quả sơi ô cô đây sập lòng về chẳng á chẳng chặt nhon